ភ្លេចវង្វេងវង្វាន់គឺជាជំងឺរបស់មនុស្សចាស់ដែលមានពាក់ព័ន្ធនឹងប្រាជ្ញាការចេះដឹងនិងការចងចាំនិយាយបែបនេះមិនមែនមានន័យថាឲ្យតែយើងភ្លេចភ្លាំងរលត់ការចងចាំអ្វីបន្តិចបន្តួចគឺមានជំងឺវង្វេងវង្វាន់នោះទេជាធម្មតាមនុស្សយើងនៅពេលដែលកើតមកតែងតែរៀនចេះដឹងចងចាំជារៀងរាល់ថ្ងៃក៏ប៉ុន្តែដល់ពេលចូលវ័យមួយគឺចាប់ពីអាយុ50ឡើងទៅមនុស្សយើងចាប់ផ្ដើមចេះភ្លេចខួរក្បាលលែងសូវចងចាំប្រសិនបើជាជំងឺវង្វេងវង្វាន់នោះរោគសញ្ញានឹងផ្ដើមឡើងដោយការភ្លេចភ្លាំងរលត់ការចងចាំភ្លាំងស្មារតីភ្លេចឈ្មោះបន្ទាប់មកភ្លេចចេះគិតភ្លេចគូភ្លែងស្គាល់របស់របរឬក៏មុខកូនចៅហើយយូរទៅភ្លេចទាំងពេលវេលាភ្លេចនិយាយស្ដីឬក៏និយាយចេះតែខុសវង្វេងទីទិសដៅឬរកកន្លែងអ្វីលែងឃើញនៅដំណាក់កាលធ្ងន់ធ្ងរគឺគេលែងអាចស្ដាប់និងអាចយល់និងធ្វើអ្វីបានคล้ายទៅជាមនុស្សម្នាក់ដែលរស់មិនអាចពឹងលើខ្លួនឯងបានឡើយនេះហើយទើបហៅថាជំងឺវង្វេងវង្វាន់កាលពីឆ្នាំ2005មានមនុស្សប្រមាណជា26លាននាក់កើតជំងឺវង្វេងវង្វាន់នេះតែវាអាចនឹងកើនឡើងទ្វេជា4នៅក្នុងឆ្នាំ2050គិតមកត្រឹមតែឆ្នាំ2010នេះនៅលើពិភពលោកយើងមានអ្នកកើតជំងឺនេះជាផ្លូវការដល់ទៅ36លាននាក់នឹងក្លាយទៅជាជំងឺដែលគេចំណាយថវិកាច្រើនបំផុតនៅតាមបណ្ដាប្រទេសជឿនលឿនជំងឺភ្លេចវង្វេងវង្វាន់នេះមានកើតឡើងច្រើននៅលើមនុស្សចាស់ចាប់ពីអាយុ65ឆ្នាំឡើងទៅនិងមានការវិវត្តលឿនឬយឺតទៅតាមបុគ្គលម្នាក់ជាហេតុជាធ្វើឲ្យការសិក្សាស្រាវជ្រាវរោគសញ្ញាជួបការលំបាកយ៉ាងខ្លាំងនិងមិនប្រកបប្រជាជាទូទៅប្រសិនបើមនុស្សម្នាក់មានកើតជំងឺនេះជីវិតពួកគាត់អាចមានសង្ឃឹមរស់រានបានទៅមុខតែ3ឆ្នាំទៅ8ឆ្នាំប៉ុណ្ណោះប៉ុន្តែពេលនេះវិទ្យាសាស្ត្រមានការជឿនលឿនខ្លាំងទាំងផ្នែកស្រាវជ្រាវរោគជំងឺវង្វេងវង្វាន់នេះដោយក្រៅពីការធ្វើតេស្តទាបស្ទង់បញ្ញាស្មារតីគេអាចថតឆ្លុះខួរក្បាលតាមប្រព័ន្ធដ៏ទំនើបបំផុតមើលឃើញភាពមិនប្រក្រតីនៅក្នុងខួរក្បាលពោលគឺមានន័យថាគេអាចមើលឃើញជំងឺនៅក្នុងខួរក្បាលតែម្ដងឯចំណែកការស្រាវជ្រាវរោគថ្នាំព្យាបាលនិងថ្នាំការពារជំងឺវង្វេងវង្វាន់នេះក៏មានលក្ខណៈសកម្មខ្លាំងណាស់ដែរពីព្រោះគ្រប់គ្នាសិតតែយល់ច្បាស់អំពីភាពប្រឈមនឹងជំងឺអនាគតមួយនេះដោយសារតែមនុស្សលោកមានអាយុកាន់តែវែងប្រជាជនរស់នៅកាន់តែចាស់ទៅក៏ប៉ុន្តែលទ្ធផលនៅមានកម្រិតនៅឡើយថ្នាំជំនាន់ទី3ដែលគេធ្វើចរាចរណ៍នៅលើទីផ្សារពុំមានប្រសិទ្ធភាពដូចជាការគិតទេនេះគឺជាការទទួលស្គាល់របស់អ្នកឯកទេសបារាំងផ្ទុយទៅវិញក្តីសង្ឃឹមមួយកំពុងតែផុសឡើងពីព្រោះការសិក្សាមួយទៀតបានបង្ហាញថាប្រសិនបើគេបានទទួលទានថ្នាំនិងបានទទួលការតាមដានពិនិត្យនៅដំណាក់កាលដំបូង1ឆ្នាំមុនការចាប់ផ្ដើមនៃជំងឺនោះគេនឹងអាចកាត់បន្ថយការស្រុតចុះនៃទំហំខួរក្បាលចងចាំរបស់យើងបាន 45% និយាយឲ្យចំគឺខួរក្បាលកណ្ដាលដែលមានតួនាទីចងចាំបើខួរក្បាលរួមតូចថយទំហំការចងចាំរបស់យើងក៏ថយចុះទៅតាមនោះដែរអ្វីត្បិតតែគេពុំទាន់អាចរកឃើញថ្នាំមកព្យាបាលឬក៏ការពារជំងឺនេះឲ្យបានជាដាច់និងពុំទាន់រកឃើញអំពីមូលហេតុពិតប្រាកដដែលបង្កឲ្យមានកើតជំងឺនេះក៏ពិតមែនក៏ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថ្នាំជាច្រើនផ្សេងទៀតដែលអាចជួយទប់ស្កាត់ការវិវត្តរបស់ជំងឺនេះកុំឲ្យទៅលឿនមុខពេកនិងបានសន្និដ្ឋានថាជំងឺនេះមានពាក់ព័ន្ធនឹងកត្តាពូជនិងបរិស្ថានដែលនៅជុំវិញខ្លួនក្រៅពីអាយុនិងប្រវត្តិគ្រួសារដែលយើងមិនអាចជៀសបាននៅពេលនេះគេបានដឹងថាមានកត្តាមួយចំនួនផ្សេងទៀតដែលនាំឲ្យយើងងាយកើតជំងឺវង្វេងវង្វាន់និងគួរតែជៀសវាងទី1គឺការរស់នៅក្នុងប្រទេសជឿនលឿនតាមបែបទំនើបជ្រុលហួសហេតុស្រណុកស្រួលពេកអ្នកមានជំងឺលើសឈាមងាយនឹងជួបគ្រោះកើតជំងឺវង្វេងវង្វាន់ណាស់ទទួលបានការព្យាបាលជំងឺលើសឈាមត្រឹមត្រូវគឺដូចជាអាចជួយកាត់បន្ថយនិងទប់ស្កាត់ការកើតជំងឺវង្វេងវង្វាន់នេះឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសជប៉ុនគេពុំសូវឃើញមានករណីកើតជំងឺវង្វេងវង្វាន់ទេពីព្រោះប្រទេសជប៉ុនមានការការពារនិងតាមដានពិនិត្យជំងឺលើសឈាមបានយ៉ាងល្អបំផុតនៅលើលោកជំងឺសរសៃឈាមបេះដូងតាំងពីនៅវ័យកណ្ដាល
ធ្លាប់មានជំងឺបាក់ទឹកចិត្តនិងប៉ះទង្គិចនៅក្បាលកង្វះសារជាតិខ្លាញ់មិនឆ្អែតពពួកអូមេហ្គា3នៅក្នុងរបបអាហារប្រចាំថ្ងៃទទួលទានសុរាច្រើនហួសហេតុស្រវឹងវក់វីជាប្រចាំជក់បារីសិតសឹងតែជាកត្តាដែលនាំឲ្យមានគ្រោះកើតជំងឺវង្វេងវង្វាន់ទាំងអស់សូមបញ្ជាក់ថាការជក់បារីបង្កើនគ្រោះកើតជំងឺនេះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់បើយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកឯកទេសនៅប្រទេសហ្វាំងឡង់មនុស្សដែលជក់បារីច្រើននៅក្នុងវ័យកណ្ដាលអាចប្រឈមនឹងការកើតជំងឺវង្វេងវង្វាន់ផ្សេងៗនៅក្នុងរយៈពេល20ឆ្នាំក្រោយហើយបើជក់បារីជាង2កញ្ចប់ក្នុងមួយថ្ងៃនឹងមានអត្រាកើតជំងឺវង្វេងវង្វាន់និងបាត់បង់ការចងចាំខ្ពស់បំផុតបើប្រៀបទៅនឹងអ្នកដែលមិនជក់បារីសោះពេលនេះគេបានដឹងអំពីគ្រោះកើតជំងឺនេះខ្លះហើយដូច្នេះប្រសិនបើយើងអាចប្រតិបត្តិខ្លួនឲ្យបានត្រឹមត្រូវនោះគេនឹងអាចកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់ឬក៏ជាភាសាបារាំងថាអេហ្សៃមែននេះបានខ្លះម្យ៉ាងវិញទៀតបើតាមលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយនៃការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ក្រុមគ្រូពេទ្យឯកទេសបារាំងរបបអាហារប្រចាំថ្ងៃដែលសម្បូរទៅដោយបន្លែផ្លែឈើចម្រុះច្រើនមុខលាយជាមួយនឹងគ្រាប់ធញ្ញជាតិដូចជាស្រូវមិនសូវប្រើជាតិសាច់នៅក្នុងសម្លបញ្ចេញកម្លាំងធម្មពលផ្លូវកាយធ្វើកីឡាច្រើននិងហាត់ពុតលុតដំខ្លួនទម្លាប់ប្រើខួរក្បាលដូចជាអានសៀវភៅនិងលេងល្បែងដែលប្រើខួរក្បាលប្រើប្រាជ្ញាគិតអាចជួយទ្រទ្រង់ខួរក្បាលកុំឲ្យឆាប់ស្ពឹកនិងឆាប់បាត់បង់សមត្ថភាពចងចាំរបស់ខ្លួនបានវិជ្ជបណ្ឌិតឯកទេសបារាំងជាច្រើនបានគូបញ្ជាក់ថាគ្មានអ្វីប្រសើរជាងការអាននិងនិយាយឡើងវិញអំពីសៀវភៅដែលបានអាននោះទេក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងការបាត់ភាពចងចាំនោះ